នៅក្នុងពេលនេះព្រះសង្ឃទាំង70ផ្លាយអង្គជាងក្នុងវត្តប្រាសាទសាកណ្ដាលខ្ចាស់ដែលមានការគង់នៅសិក្សារៀនសូត្រនៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយមានការប្រតិបត្តិខ្លួនទៅតាមមាគ៌ាដ៏បវរនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់គឺត្រូវមានរឿងរ៉ាវដ៏សំខាន់ផ្សេងកត្តារួមផ្សំផ្សេងជាច្រើនបើសិនជាមានបំណងមានឆន្ទៈដើម្បីសិក្សារៀនសូត្រនៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ស្វែងយល់អំពីព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដើម្បីយកទៅផ្សព្វផ្សាយយកទៅជម្រាបចែកចាយដល់ពុទ្ធបរិស័ទផ្សេងតែពុទ្ធបរិស័ទមិនពើមិនបានជួយទំនុកបំរុងដោយបច្ច័យទាំងឡាយ4អីផ្សេងក៏មិនអាចធ្វើឲ្យឆន្ទៈឬបំណងរបស់ព្រះសង្ឃដែលចង់ជួយលើកកម្ពស់ពុទ្ធសាសនាហើយស្វែងយល់អំពីព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ផ្សព្វផ្សាយដល់ញាតិញោមនោះក៏មិនអាចសម្រេចទៅបានដែរនេះក្នុងករណីដែលញាតិញោមមិនជួយមិនពើមែនទេញាតិញោមគណៈតែកាមេរ៉ាម៉ាំងម្នាក់នោះញោមថៃខ្លាំងបន្តិចមកមែនទេញោមមែនទេញោមពោដោយសារឃើញញោមស្ងាត់ពេកចឹងទៅអាត្មាក៏បន្តឲ្យញាតិញោមស្របតាមបន្តិចទៅពោឲ្យស្របតាមបន្តិចហើយនៅក្នុងការជួយទំនុកបំរុងនេះក៏ជារឿងដ៏សំខាន់ដែលធ្វើឲ្យពុទ្ធសាសនារបស់យើងមានការរីកចម្រើនហើយញាតិញោមខ្លះគិតយល់ថាពុទ្ធសាសនារីកចម្រើនគិតមិនបានមើលអីច្រើនវែងឆ្ងាយនឹងទេគ្រាន់តែធ្វើដំណើរចូលក្នុងវត្តឬក៏ផ្លូវឆ្លងកាត់របងវត្តឃើញវត្តនោះមានកត់ច្រើនមានសំណង់ច្រើនព្រះវិហារសាលាអីផ្សេងមិនខ្វះញាតិញោមខ្លះថានេះជានិមិត្តរូបឬក៏ជាទឹកតាំងដែលសបញ្ជាក់ឲ្យឃើញថាពុទ្ធសាសនារីកចម្រើនអញ្ចឹងរីកចម្រើនណាញាតិញោមបើក្នុងវត្តមានកត់មានអីច្រើនប៉ុន្តែអត់មានលោកនៅអត់មានលោកសិក្សារៀនសូត្រតើធ្វើឲ្យពុទ្ធសាសនារីកចម្រើនអត់ញោមរីកចម្រើនអត់រីកចម្រើនទេអញ្ចឹងរឿងឃើញសំណង់ឃើញអីមើលទៅស្គមស្កាយស្អេកស្កះអីតែក្នុងវត្តអត់មានលោកឬលោកនៅតែមួយអង្គហើយមិនបានសិក្សារៀនសូត្រអីនៅតែមេជ្រូកឬកងានពីរហ្នឹងក៏មិនជារឿងធ្វើឲ្យពុទ្ធសាសនាមានការរីកចម្រើននឹងទេរឿងដែលធ្វើឲ្យពុទ្ធសាសនារីកចម្រើនទោះបីថាសំណង់អីទាំងនោះមកសំលមមមិនសម្បូរក្តីប៉ុន្តែមានព្រះសង្ឃគង់នៅសិក្សារៀនសូត្រច្រើនស្វែងយល់អំពីព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ច្រើនអានឹងបានជាហេតុនាំមកនៅការរីកចម្រើននៃពុទ្ធសាសនាសូមអនុមោទនាមិនទាន់ចប់ទេនៅបន្តិចទៀតសូមអនុមោទនាហើយតួនាទីរបស់ពុទ្ធបរិស័ទទៀតគឺការចេះប្រើប្រាស់ពាក្យសម្ដីជាមួយព្រះសង្ឃឬការចេះទំនាក់ទំនងប្រស្រ័យជាមួយព្រះសង្ឃមានការងឿងឆ្ងល់នៅបញ្ហាកម្មអីផ្សេងសាកសួរព្រះសង្ឃរឿងធัวរឿងអាឬបញ្ហាកម្មអីផ្សេងដែលព្រះសង្ឃអាចជួយដោះស្រាយញាតិញោមបានចឹងទៅញាតិញោមទៅសាកសួរទៅអីផ្សេងធម្មសាកច្ឆាសន្តានាព្រះធัวតាមកាលអីផ្សេងក៏ជាហេតុនាំមកនៅការរីកចម្រើននៃពុទ្ធសាសនានឹងដែរជាពិសេសគឺការសាកសួរការសន្តានាព្រះធัวតាមកាលនៅក្នុងមង្គលទាំងមង្គលសូត្រទាំង38ប្រការក៏ព្រះពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងផងដែរគឺការសន្តានាឬការធម្មសាកច្ឆានៅព្រះធัวតាមកាលនឹងក៏ជាមង្គលដ៏ឧត្តមនឹងផងដែរបងគឺជាមង្គលដ៏ឧត្តម
ហើយការទំនាក់ទំនងផ្សេងដោយការប្រើប្រាស់នៅសង្ឃស័ព្ទគឺជាពាក្យរបស់ព្រះសង្ឃអីញាតិញោមត្រូវមានការស្វែងយល់ផងដែរនោះពងដោយលោកគ្រូបានលើកឡើងកាលពីវេនទី3ល្ងាចវេនទី3នឹងហើយចំពោះពាក្យសង្ឃស័ព្ទនេះគឺមិនជាលំបាកទេបើថាពាក្យរាជស័ព្ទទៅយើងមិនដែលបានជួបក្សត្រមួយជាតិស្ទើរតែមិនបានជួបម្ដងផងមិនដែលបាននិយាយជាមួយក្សត្រផងអញ្ចឹងយើងលំបាកនៅក្នុងការប្រើប្រាស់តែជាមួយព្រះសង្ឃមិនអីខែកាន់វេនចេះឬក៏រកប្រចាំថ្ងៃតែម្ដងទៅតាណាក៏មានវត្តទៅតាណាក៏មានវត្តអញ្ចឹងត្រូវមានការស្វែងយល់មានការសាកសួរពីអ្នកផ្សេងឬក៏ជួបព្រះសង្ឃសួរព្រះសង្ឃទៅមុនដំបូងខុសសិនទៅប៉ុន្តែពេលយើងសួរហើយអីហើយដឹងទៅវានាំទៅរកផ្លូវត្រូវវានាំទៅរកផ្លូវត្រូវទៅយើងអាចចេះប្រើប្រាស់សង្ឃស័ព្ទដល់ត្រឹមត្រូវដល់ល្អជាមួយព្រះសង្ឃតែបើសិនជាយើងមិនចេះនិយាយហើយនៅតែមិនហ៊ានក្បែរព្រះសង្ឃទៀតអានឹងនៅតែអញ្ចឹងឯងរហូតមែនទេញោមអើយមែនអត់បើយើងមិនចេះនិយាយជាមួយព្រះសង្ឃហើយយើងនៅតែបន្តរក្សាការមិនសួរការមិនចេះជាតារាបទៀតនឹងនៅតែមិនចេះទៀតចឹងឯងនៅតែមិនចេះទៀតរហូតដល់ការប្រើប្រាស់អីផ្សេងដោយលោកគ្រូលើកឡើងជាញឹកញាប់ហើយថាពាក្យលោកត្រូវប្រើព្រះសង្ឃត្រូវប្រើសោះតែញាតិញោមយកពាក្យព្រះសង្ឃទៅប្រើចាប់ព្រះសង្ឃបានអីប្រើបើញោមយកពាក្យលោកទៅប្រើហើយមិនទៅប្រើពាក្យញោមម្ដងមានតែប្រើពាក្យញោមម្ដងចុះចិនកាលទៅថ្វាយបង្គំលោកទៅអីផ្សេងទៅអត់ដែលចូលវត្តទៅថ្វាយបង្គំលោកតែពេលច្រើនឃើញចាស់ទៀតជួបប្រទេសពងឃើញលេចាស់ហើយចិនកាលទៅកលែងលោកថ្វាយបង្គំលោកទៅពេលត្រឡប់មកវិញញោមខ្លះទៅកណាជំរាបលាដៃគុណញោមខ្លះទៅអាត្មាចម្រើនពរលាដៃគុណអាត្មាចម្រើនពរលាដៃគុណពាក្យអាត្មានោះពាក្យលោកពាក្យព្រះសង្ឃហើយចម្រើនពរលាក៏ពាក្យព្រះសង្ឃអញ្ចឹងមានតែព្រះសង្ឃតបវិញពោខ្ញុំក៏ជំរាបលាដែរអញ្ចឹងទៅចុះបើញោមយកពាក្យលោកប្រើហើយអញ្ចឹងមានតែលោកយកពាក្យញោមវិញមែនទេញោមកុំឲ្យយកពាក្យលោកអញ្ចឹងលោកអត់ពាក្យប្រើមានតែយកពាក្យញោមមកប្រើវិញហ្មងបើញោមចម្រើនពរលាឬអាត្មាចម្រើនពរលាញោមហើយអញ្ចឹងខ្ញុំក៏ជំរាបលាដែរហើយទៅវត្តខ្ញុំវិញហើយអាត្មាឯងក៏ទៅផ្ទះអាត្មាឯងទៅអញ្ចឹងឯងញោមបើយកពាក្យលោកប្រើហើយមានតែអញ្ចឹងឯងបើប៉ាអាត្មាគឺអញ្ចឹងឯងបងបើមិនមែនមិនទៅវិញញោមចំមិនទៅវិញចុះបើមិនអោយលោកប្រើពាក្យញោមវិញអញ្ចឹងបើញោមប្រើពាក្យលោកហើយបើមិននឹងប្រើម្ដងទៀតខ្លាចញោមតែយីដូចគុណនេះនិយាយតាមតែកណានដែលឲ្យបួសរាប់ឆ្នាំអីមិនចេះនិយាយតែដែលតាមកណាអញ្ចឹងយើងត្រូវមានការស្វែងយល់នៅពាក្យដែលត្រូវប្រើប្រាស់ជាមួយព្រះសង្ឃឲ្យបានល្អប្រសើរដើម្បីស័ក្តិសមជាពុទ្ធបរិស័ទឬក៏ជានាគដែលកាន់រាប់អាននៅវិស័យពុទ្ធសាសនារបស់យើងអញ្ចឹងទាំងអស់នេះដែលខ្ញុំបកណាអាត្មាភាពលើកយកដោយសង្ខេបតាក់ទងទៅនឹងតួនាទីរបស់ពុទ្ធបរិស័ទដែលត្រូវបំពេញឬកាតព្វកិច្ចរបស់ពុទ្ធបរិស័ទដែលត្រូវធ្វើចំពោះព្រះសាសនាហើយនឹងជាមួយព្រះសង្ឃផ្សេងសូមលើកយកដោយសង្ខេបខ្លីប្រមាណប៉ុណ្ណេះចុះហើយខ្វះខាតយ៉ាងណាប្រគេនលោកគ្រូបំពេញបន្ថែម
តែជាចុងក្រោយមុននឹងប្រគេនលោកគ្រូបំពេញបន្ថែមសូមឆ្លៀតឱកាសនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃខាងមុខនេះប្រគេនពរដល់លោកគ្រូឲ្យមានព្រះសុខភាពល្អពិជនមានអាយុយឺនយូរជាដរាបតរៀងទៅសូមអនុមោទនាមួយចំណែកទៀតសូមប្រគេនពរទៅដល់ព្រះអង្គម្ចាស់គ្រប់ព្រះអង្គឲ្យមានព្រះសុខភាពល្អមានប្រាជ្ញាវាងវៃហើយជាទីបំផុតនៃជាតិសូមអើយបានសម្រេចនៅធัวជនខ្ពស់របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អង្គណាមួយកុំបីអខានលើយសូមអនុមោទនាដល់មួយទៀតចប់ហើយនឹងជាចុងក្រោយសូមជូនពរចំពោះញាតិញោមពុទ្ធបរិស័ទទាំងអស់ទាំងប្រុសទាំងស្រីកុមារាកុមារីក្មេងចាស់កន្លោះកមុំម៉ាយអីយ៉ាងណាគឺសូមជួបប្រទេសតែនឹងសូមជួបប្រទេសទៅនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីអខានលើយសូមអនុមោទនាចឹងខ្វះខាតយ៉ាងណាប្រគេនលោកគ្រូបំពេញបន្ថែមដោយសេចក្តីអនុគ្រោះសូមអរតនានិមន្តសូមអនុមោទនាណែទាំងអនុមោទនាណាមានអីបន្ថែមទេល្មមនៅតែ5នាទីទៀត1ម៉ោងអញ្ចឹងបន្ថែមតែ5នាទីទៀតទេចប់គុណណាសូមអរគុណចំពោះការរៀបរាប់យ៉ាងគួរជាទីសន្តាប់ដល់ពុទ្ធបរិស័ទយើងខ្ញុំប្រកាសអាត្មាឃើញថានៅស្រុកខ្មែរយើងនេះជំនឿមានការច្របូកច្របល់ហើយម្យ៉ាងទឹកដីខ្មែរយើងធ្លាប់មានសាសនាព្រាហ្មណ៍កាន់កាប់សូម្បីតែពុទ្ធសាសនាហ្នឹងក៏ធ្លាប់មានពុទ្ធសាសនាមហាយានកាន់កាប់ដែរហើយពេលខ្លះទៅក៏សាសនាព្រាហ្មណ៍ហ្នឹងជាធំហើយយើងនិយាយសពថ្ងៃនៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងគឺពុទ្ធសាសនាជាសាសនារបស់រដ្ឋតែសម័យនោះបើទោះជាមិនចែងមិនតាន់មានរដ្ឋធម្មនុញ្ញមែនប៉ុន្តែព្រះរាជាក៏គេគោរពព្រះអង្គគោរពព្រាហ្មណ៍សាសនាអញ្ចឹងប្រជានុរាស្ត្រទាំងអស់ក៏មានការជឿគោរពនៅក្នុងព្រាហ្មណ៍សាសនាអញ្ចឹងបានរហូតមកដល់សប្តាហ៍ថ្ងៃនេះសំបីតែយើងទទួលពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកហើយក៏ដោយក៏ពេលខ្លះពិធីសាសនាពិធីខ្លះក៏នៅមានផ្អែកទៅលើព្រាហ្មណ៍សាសនាអីចឹងដែរមិនតាន់បានកាត់ផ្ដាច់ទាំងស្រុងនៅឡើយទេព្រោះហេតុដូច្នេះបានពេលខ្លះក្នុងចិត្តរបស់ប្រជាជនយើងនឹងឲ្យទៅលឺថាពូកែស័ក្តិសិទ្ធិគឺថាប្រឹងប្រែងទៅធ្វើម៉េចឲ្យបានជួបណាដោយមានជំនឿថាអ្នកមានបុណ្យនៅត្នេះនៅត្នោះក៏នាំគ្នាទៅបាក់ទឹកបាក់ដីញាតិញោមហើយនិយាយពីអ្នកលក់ទៀនលក់ធូបហ្នឹងគេអូយវាលក់ដាច់ណ៎តែទៅបន់ស្រន់វកសុំនេះសុំនោះឮថាលោកតាល្ងងណានោះគ្រាន់តែឈ្មោះមកមិនចង់នឹងទៅជួបទៅហើយល្ងងយើងទៅរកមនុស្សល្ងងធ្វើអីគិនតែឮថាតាល្ងងណានោះល្បីក៏បាក់ទឹកបាក់ដីទៅហើយគាត់ប្រាប់គាត់ថាគាត់ប្រាប់យើងថាគាត់ល្ងងហើយយើង